នៅពេលបច្ចុប្បន្ននេះឪពុកម្ដាយជាច្រើនតែងតែឲ្យទូរស័ព្ទកូនលេងដើម្បីលួងចិត្តឲ្យកូនបាត់រញ៉េរញ៉ៃឬក៏ឈប់យំប៉ុន្តែបងប្អូនទាំងគ្នាដឹងទេថាដែលការបណ្តើរកុមារមើលអេក្រង់ច្រើនបែបនេះអាចប៉ះពាល់ធ្ងន់ធ្ងរដល់ការអភិវឌ្ឍខួរក្បាលភ្នែកនិងទំនាក់ទំនងពិតនៅក្នុងសង្គមរបស់កុមារហើយអីដែលកាន់តែធ្ងន់ធ្ងរនោះគឺបណ្តាលឲ្យកុមារកើតជំងឺអូទីសឹមនេះបើតាមការណែនាំរបស់អង្គការសុខភាពពិភពលោក WHO និងសមាគមគ្រូពេទ្យកុមារនៅសហរដ្ឋអាមេរិកបាននិយាយថាក្មេងក្រោមអាយុ2ឆ្នាំមិនគួរមើលអេក្រង់ទូរស័ព្ទឬក៏ tablet នោះទេលើកលែងតែករណីដែលខលជាមួយគ្រួសារជិតស្និទ្ធប៉ុណ្ណោះចំណែកកុមារមានអាយុចាប់ពី2ឆ្នាំទៅដល់5ឆ្នាំគួរអនុញ្ញាតឲ្យលេងច្រើនបំផុតត្រឹមតែ1ម៉ោងប៉ុណ្ណោះនៅក្នុងមួយថ្ងៃហើយមាតិកាដែលគួរមើលនោះគឺជាមាតិកាអប់រំដែលមានអាណាព្យាបាលមើលនិងបញ្យលបន្ថែមជាមួយនឹងគ្នាដោយឡែកកុមារដែលមានអាយុចាប់ពី6ឆ្នាំដល់12ឆ្នាំកម្រិតសុវត្ថិភាពសម្រាប់ការកម្សាន្តនោះគឺ1ម៉ោងទៅ2ម៉ោងប៉ុណ្ណោះនៅក្នុងមួយថ្ងៃហើយចំណុចដែលសំខាន់បំផុតនោះគឺមិនត្រូវឲ្យការលេងទូរស័ព្ទនេះដណ្ដើមពេលវេលាធ្វើលំហាត់ប្រាណការសិក្សានិងការគេងរបស់កុមារឡើយដើម្បីឲ្យទម្លាប់នេះមានប្រសិទ្ធភាពអាណាព្យាបាលទាំងអស់គួរតែបង្កើតតំបន់ដែលគ្មានទូរស័ព្ទដូចជានៅលើតុអាហារឬក៏នៅក្នុងបន្ទប់គេងហើយព្រមទាំងកំណត់ច្បាប់បិទអេក្រង់ទូរស័ព្ទយ៉ាងហោចណាស់1ម៉ោងមុនពេលកូនចូលគេងដើម្បីការពារកុំឲ្យប៉ះពាល់ដល់ទំនេររបស់កូនអ្វីដែលកាន់ពិសេសជាងនេះទៅទៀតឪពុកម្ដាយខ្លួនឯងគួរធ្វើជាគំរូដោយកាត់បន្ថយការចុចទូរស័ព្ទនៅមុខកូនដោយបង្វែរពេលវេលាមកជាការលេងកីឡាឬក៏ការនិយាយប្រស្រ័យទាក់ទងជាមួយកូនឲ្យបានច្រើនជាងមុនផងដែរ